បងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកកំពង់ចាមមកខេត្តកំពង់ចាមឃើញគេលក់ត្រីស្រែស្រស់ខ្ញុំក៏ទិញបាន2មុខមានត្រីឆ្ដោហើយនឹងត្រីឡាប់យ៉ាបាទហើយបងប្អូនសាក់ទាយមើលធ្វើអីញ៉ាំឆ្ងាញ់សម្រាប់ខ្ញុំពេលឃើញត្រីហ្នឹងគឺខ្ញុំនឹកឃើញដល់នំបញ្ចុកបងប្អូនធ្វើនំបញ្ចុកដឹងតែជាតិឆ្ងាញ់ជាប់មកជាប់ចិត្តតែម្ដងតើបងប្អូនថ្ងៃនេះយើងមកធ្វើនំបញ្ចុកបាទធ្វើស្លការីណាំយ៉ាញ៉ាំទាំងអស់គ្នាបាទជាមួយនឹងរូបមន្តពិសេសរបស់អ្នកកំពង់ចាមម្ដងមើលដែលមានការ sponsor ឧបត្ថម្ភដោយ Yummy KH Food បាទបន្ទាប់ពីត្រីធ្វើការស្ងោរបាទស្ងោរឆ្អិនយើងដាក់មានស្លឹកក្រូចសើចមានសង្ខីមានអីចឹងដើម្បីកាត់ឆ្អាបឲ្យវាក្លិនឈ្ងុយណាបាទអញ្ចឹងដំបូងគឺយើងយកវាមកបេះមកបាទត្រីយើងបេះវាយកឆ្អឹងចេញអស់តែកាលណាយើងទុកនៅសល់ឆ្អឹងអាចស្លាក់អាចនឹងអីចឹងទៅត្រីអស់នេះដូចជាមិនសូវស្រួលឆ្អឹងអីហ្មងនេះស្រួលបេះទេបងប្អូនវាបាទសម្លការីណាំយ៉ាគឺជាប្រភេទការីម្យ៉ាងដែលបងប្អូនខ្មែរយើងគាត់និយមចូលចិត្តធ្វើញ៉ាំទៅពេលដែលទំនេរពេលដែលជុំគ្នាបាទការីណាំយ៉ាគឺមានដូចជាបាទនេះគឺត្រីរបស់យើងគឺស្ងោរហើយយើងបេះរួចយើងមានគ្រឿងបុកស្រាច់បែបនេះមកចានប៉ុណ្ណេះល្មមណាហើយយើងមានដូងយើងមាននំបញ្ចុកបាទនំបញ្ចុកមកកញ្ច្រែងល្មមមកសមាជិកគ្នាខ្ញុំថ្ងៃនេះ 4-5 នាក់បាទរឿងយើងមានគ្រឿងពិសេសមួយទៀតបាទគឺទឹកប្រហុកក៏មិនភ្លេចដែរបាទដែលធ្វើឲ្យសម្លរបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់ប្រហើរជាប់មាត់ជាប់ចិត្តបាទជាមួយនឹងការឧបត្ថម្ភពី Yummy KH Food បាទ Yummy KH Food គឺមានគ្រឿងទេសជាច្រើនមុខបានហើយជាប្រភេទគ្រឿងទេសដែលផ្សំគ្រឿងរួចស្រេចបាទមានទាំងជាប្រភេទទឹកសោះទឹកឆាខស្ងោរឆាប្រឡាក់ចៀនហើយនឹងមានជាប្រភេទទឹកជ្រលក់ផងដែរបាទអូខេឥឡូវយើងធ្វើការបុកគ្រឿងទាំងអស់គ្នាតោះ let's go បាទយើងអាចដាក់ខ្ទឹមស 3-4 កំពឹសមកដើម្បីឲ្យសម្លរបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់ត្រីនេះត្រីស្រែបងប្អូនខ្ញុំទិញពីកំពង់ចាមឃើញគេលក់ស្រស់បងប្អូនសម្រាប់សម្លការីណាំយ៉ាគឺយើងប្រើគ្រឿងកាន់តែច្រើនកាន់តែឆ្ងាញ់បងប្អូនវាឈ្ងុយហើយសំខាន់វាខាប់បាទដាក់សណ្តែកដីចូលឥឡូវនេះគ្រឿងយើងបានបុកហើយបាទមកតបាល់ល្មមបងប្អូនសម្រាប់គ្រឿងផ្សំគោលរបស់យើងមានគ្រឿងពុជកាក់ណាដែលយើងយកពណ៌យកក្លិនហើយយើងមានជាមួយនឹងម្ទេសបាទម្ទេសយើងចិញ្ច្រាំហើយបាទហើយយើងមានជាមួយនឹងខ្ទិះដូងរបស់យើងចំពោះអំបិលស្ករប៊ីចេងគឺយើងមិនចាំបាច់ប្រើទេដោយសារតែយើងមានគ្រឿងទេសមួយមុខនេះគឺមាន all in one នៅក្នុងទាំងអស់តែម្ដងណាដាក់ឆ្នាំងយើងលើភ្លើងឲ្យក្តៅមកបន្ទាប់មកយើងចាក់ខ្ទិះដូងចូលមកល្មមម៉ែនហើយបងប្អូនណាដើម្បីយើងធ្វើការកូរគ្រឿងរបស់យើងឲ្យឈ្ងុយតោះឥឡូវយើងធ្វើការដាក់ម្ទេសចូលដាក់ម្ទេសហើយយើងដាក់គ្រឿងការីចូលអូខេអញ្ចឹងសម្រាប់អំបិលស្ករប៊ីចេងយើងអត់ប្រើទេយើងប្រើជាមួយនឹងទឹកផ្សំគ្រឿងពិសេស Yummy KH Food បាទអញ្ចឹងយើងដាក់វាចូលទៅសម្រាប់ទឹកផ្សំគ្រឿងនេះគឺប្រើបានទូទៅណាបងប្អូនយើងដាក់3ស្លាបព្រាបន្ទាប់មកគឺយើងធ្វើការចាក់គ្រឿងដែលយើងបុករួចហ្នឹងចាក់ចូលទៅឈ្ងុយមែនតើអញ្ចឹងយើងកូរទៅឲ្យវារៀងក្តៅឲ្យវារៀងចូលជាតិទៅយើងអាចថែមខ្ទិះដូងបានណាបងប្អូននេះទឹកដែលយើងស្ងោរត្រីយើងកុំបោះចោលគឺយើងយកវាយកមកដាក់ស្លជាមួយគ្រឿងដែលយើងលីងគ្រឿងមិញណាបងប្អូនអញ្ចឹងយើងទឹកស្ងោរត្រីនេះកុំចោលណាដាក់ទៅឲ្យវាមានជាតិព្រោះអាទឹកហ្នឹងវាត្រីដែលយើងស្ងោរហ្នឹងគឺនៅក្នុងហ្នឹងទាំងអស់បាទចាក់ចូលទាំងអស់មកបងប្អូននេះដោះគោអញ្ចឹងសម្រាប់ស្លការីរបស់យើងគឺត្រូវការរសជាតិរៀងផ្អែមប្រៃរសជាតិរៀងដិតព្រោះយើងញ៉ាំមួយនំបញ្ចុកអញ្ចឹងយើងអាចប្រើដោះគោហើយយើងអាចប្រើស្ករប្រើអីទេបាទឥឡូវចំពោះការស្លការីណាំយ៉ារបស់យើងគ្រឿងក្រៅគឺយើងដាក់ចូលអស់ហើយអញ្ចឹងយើងទុកឲ្យវាពុះជាការស្រេច ប
អូខេឥឡូវនេះសម្លការីណាំយ៉ារបស់យើងគឺបានឆ្អិនហើយតោះឥឡូវយើងធ្វើការភ្លក់ទាំងអស់គ្នាណាអូខេតោះយើងភ្លក់ទាំងអស់គ្នាឈ្ងុយបាទឆ្ងាញ់ហើយយើងអត់បានប្រើស្ករប៊ីចេងអំបិលអីច្រើនសាំញ៉ាំអីច្រើនទេគឺយើងប្រើទឹកផ្សំគ្រឿងនេះមួយជាការស្រេច